សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរកធានបတ်មួយចង់និយាយក៏ប៉ុន្តែរឿងនេះខ្ញុំជួបមិនមែនថាខ្ញុំជួបផ្ទាល់ខ្លួននេះខ្ញុំឃើញមនុស្សដែលខ្ញុំធ្លាប់ស្គាល់គាត់ធ្វើការសម្រេចចិត្តអីចឹងណាទីមួយខ្ញុំចង់និយាយថាការសម្រេចចិត្តឬគូសកលការសម្រេចចិត្តយកប្តីឬយកប្រពន្ធគឺមានន័យថាយើងជ្រើសរើសមនុស្សម្នាក់អនាគតទៅគឺជាពុកឬក៏ជាម្ដាយរបស់កូនយើងអញ្ចឹងយើងត្រូវការមនុស្សដែលមានទំនួលខុសត្រូវមនុស្សដែលគាត់មានទំនួលខុសត្រូវនៅលើទី1គឺលើជីវិតរបស់គាត់ទី2គឺជីវិតគ្រួសារហើយបន្ទាប់មកគឺជីវិតរបស់កូនយើងអត់ចង់យកមនុស្សប្រុសម្នាក់ដែលគាត់ពុំមានទំនួលខុសត្រូវគាត់បំពឹងលើទៅលើមនុស្សស្រីហើយមកធ្វើជាឪពុករបស់កូនយើងទេដោយសារអីអូនត្រូវគិតថាទី1យើងគឺជាមនុស្សស្រីទោះបីយើងរឹងមាំប៉ុណ្ណាក៏ដោយតែក៏យើងត្រូវការមនុស្សប្រុសម្នាក់ដើម្បី support យើងមិនមែនថាយើងមិនទៅរៀនយើងមិនទៅធ្វើការហើយរំពឹងលើគេសោះទេគឺថាមិនយើងហៅថាដៃគូជីវិតអញ្ចឹងយើងមិនអាច50ទេព្រោះខាងប្រុសមិនអាចមានពណ៌ពោះជំនួសយើងបាននេះអញ្ចឹងកាពិតស្រីគឺយើងលះបង់ច្រើនណាស់ដើម្បីគ្រួសារមួយទៀតពេលដែលអូនស្មានចិត្តថាអូនជ្រើសមនុស្សម្នាក់មកធ្វើជាគ្រួសារខ្ញុំមិនមែននិយាយថាអូនត្រូវតែយកមនុស្សអ្នកមានគេមានយសសាស្ត្រមកធ្វើជាគ្រួសារតែខ្ញុំចង់និយាយថាបងអូនត្រូវរើសមនុស្សម្នាក់ដែលគាត់មានការងារដែលគាត់អាច support ទី1គាត់ដូចខ្ញុំនិយាយពីដើមគឺ support ខ្លួនឯងបានទី2គឺ support គ្រួសារហើយបន្ទាប់មកអូនត្រូវសម្រេចចិត្តថាការមានកូនណាគឺអូនយកជីវិតក្មេងម្នាក់ដែលលើกระดาษសអញ្ចឹងមកនៅក្នុងពិភពលោកនេះហើយពិភពលោកនេះគឺវាធំទូលំទូលាយពេលណាអូនមានកូនអូនទំនួលខុសត្រូវលើអូនលើកូនអូនអញ្ចឹងអូនត្រូវគិតឲ្យមែនតើមុននឹងគិតថាអូគេមានកូនបានខ្ញុំក៏មានកូនបាន It's okay ប៉ុន្តែត្រូវគិតថាតើយើងអាចឲ្យអ្វីដល់កូនយើងបានខ្លះយើងអត់ចង់ឲ្យកូនយើងធំឡើងនៅក្នុងជីវភាពមួយដែលខ្វះខាតគ្រួសារមួយដែលមិនកក់ក្ដៅជាមួយឪពុកដែលមិនមានទំនួលខុសត្រូវជាមួយម្ដាយដែលចាំតែរំពឹងលើខាងឪពុកអញ្ចឹងមុននឹងអូនសម្រេចចិត្តរៀបការទី1រឹងមាំខ្លួនឯងទី2ជ្រើសរើសមនុស្សប្រុសម្នាក់ដែលគាត់មានទំនួលខុសត្រូវលើជីវិតរបស់គាត់ហើយមើលទៅថាជឿជាក់ថាពេលដែលយើងមានគាត់យើងអាចរំពឹងលើគាត់បានមិនមែនឲ្យគាត់មករំពឹងលើយើងទេព្រោះយើងជាស្រីហើយក៏មិននិយាយថាយើងត្រូវរំពឹងលើគាត់ 100% ដែរតែអ្វីដែលគេហៅថាទំនួលខុសត្រូវរបស់ស្វាមីហើយកុំបង្កើតមនុស្សម្នាក់ទៀតមកពិភពលោកនេះបើសិនជាយើងមិនទាន់អាចគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងបានមិនទាន់មានទំនួលខុសត្រូវលើជីវិតខ្លួនឯងព្រោះបង្កើតមនុស្សម្នាក់ទៀតមកពិភពលោកដោយមិនមានទំនួលខុសត្រូវគឺខុសព្រោះពុកម្ដាយត្រូវទទួលខុសត្រូវលើជីវិតរបស់កូនបើសិនជាពុកម្ដាយមិនមានទំនួលខុសត្រូវកុំអរគុណច្រើនបាយបាយ